ថៃរៀបចំជុតឆាកធ្វើជាទាហានខ្មែរដាក់មីនសម្ដេចតេជោថាសម្ដីបានអត់តែខ្វះបច្ចេកទេសតាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី4ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានប្រតិកម្មតបទៅនឹងការចុះផ្សាយដោយកាសែតថៃ The Nation ដោយបញ្ជាប់នឹងរូបភាពបុរស2នាក់ស្លៀកឈុតទាហានខ្មែរកំពុងបង្កប់មីនសម្ដេចតេជោបានប្រាប់ឲ្យអ្នកដឹកនាំរឿងថៃថ្ងៃក្រោយរៀបចំសេណារីយ៉ូឲ្យបានល្អរើសតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវជាពិសេសបង្រៀនឲ្យអ្នកថតចេះថតពីរបៀបធ្វើចោលលួចដាក់មីនទៅគេជឿសារបង្រៀនថៃពីរបៀបដាក់មីនថ្មីរបស់សម្ដេចតេជោធ្វើឡើងក្រោយភាគីថៃតែងតែបង្កើតសាច់រឿងចោទម្ដងហើយម្ដងទៀតថាកម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ាក្នុងបទអន្តរាគមន៍នាកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាលោកអ៊ីនដារ៉ាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងស៊ឺណែវប្រទេសស្វីសបានការពារភាពស្អាតស្អំរបស់កម្ពុជានិងបានប្រតិកម្មតបវិញថាកម្ពុជាតែងតែគោរពកាតព្វកិច្ចរបស់ខ្លួនដោយអនុលោមតាមអនុសញ្ញាអូតាវ៉ាផ្ទុយពីការចោទប្រកាន់របស់ថៃ